ដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលប្រពៃចាប់ពីថ្ងៃទី8ដល់ថ្ងៃទី23ខែកញ្ញា2025ហើយក៏ស្របពេលដែលកាកបាទក្រហមកម្ពុជាបានកំពុងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលជួយប្រជាជនភេសកនៅតាមព្រំដែនកាកបាទក្រហមកម្ពុជានៅតែបន្តឆន្ទៈប្រពៃយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជារៀងរាល់ឆ្នាំ3ដងក្នុងមួយឆ្នាំពលគឺក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមួយលើកបុណ្យភ្ជុំបិណ្ឌមួយលើកនិងមុនព្រះរាជពិធីបុណ្យអុំទូកមួយលើកទាំងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានិងនៅតាមបណ្ដាសាខាកាកបាទក្រហមកម្ពុជា25រាជធានីខេត្តយុទ្ធនាការនេះបានចុះទៅអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកអំពីក្រមសីលធម៌របស់អ្នកប្រើប្រាស់ផ្លូវកត្តាគួរធ្វើនិងកត្តាមិនគួរធ្វើពេលបើកបរជូនប្រជាពលរដ្ឋដើម្បីបង្ការនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបាទយុទ្ធនាការដែលយើងធ្វើនៅក្នុងថ្ងៃនេះគឺធ្វើឡើងដើម្បីអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍និងការគោរពច្បាប់ចរាចរណ៍ជូនទៅដល់ពុកម៉ែបងប្អូនដែលធ្វើដំណើរលើដងផ្លូវមុនឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីឲ្យពួកគាត់បានស្វែងយល់ថានៅពេលដែលគាត់ធ្វើដំណើរទៅលេងស្រុកកំណើតឬក៏ទៅតាមរមណីយដ្ឋានផ្សេងគាត់ត្រូវដឹងពីច្បាប់ចរាចរណ៍ក្នុងការបើកបរកុំឲ្យលើសល្បឿនកំណត់កុំឲ្យផ្ទុកលើសចំណោះកុំឲ្យមានការវ៉ាជែងកុំឲ្យមានការមិនគោរពច្បាប់សញ្ញាចរាចរណ៍ឬក៏ភ្លើងសញ្ញាចរាចរណ៍ជាដើមដើម្បីជៀសវាងនឹងការកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះផងដែរមុននេះយើងចាប់ផ្ដើមបើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាលោកជំទាវ ពុំច័ន្ទទីឌីអគ្គលេខាធិការបានជម្រាបជូនថាក្នុងឆ្នាំ2024កន្លងទៅនេះកត្តាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន2844លើកដែលក្នុងនោះបង្កឲ្យមានអ្នករងរបួសស្រាលចំនួន1447នាក់អ្នករងរបួសធ្ងន់មានចំនួន2273នាក់និងមានអ្នកស្លាប់សរុបចំនួន1509នាក់នៅក្នុងឆមាសទី1 2025គ្រោះថ្នាក់កើតឡើងសរុបចំនួន1066លើកយប់58%បណ្ដាលឲ្យស្លាប់694នាក់និងរបួស1476នាក់ធ្ងន់849នាក់មូលហេតុដែលបង្កគ្រោះថ្នាក់រួមមានការបើកបរល្មើសល្បឿន 50% មិនគោរពសិទ្ធិ 21% មិនប្រកាន់ស្ដាំ 11% ប្រជែងគ្រោះថ្នាក់ 7% ស្រវឹង 5% បត់ 2% កត្តាយានយន្ត 2% ងងុយ 1% និងសញ្ញាចរាចរណ៍ 1% ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន 77% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន 62%គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ360លើកខេត្តព្រះសីហនុ82លើកនិងខេត្តកណ្ដាល66លើកលោកជំទាវបានឲ្យដឹងទៀតថាបើគិតក្នុងឆមាសទី1ឆ្នាំ2025ធៀបនឹងឆមាសទី1ឆ្នាំ2024គ្រោះថ្នាក់ចរាចរណ៍ថយចុះ468លើកស្មើនឹង31%ចំនួនអ្នកស្លាប់ថយចុះ99នាក់ស្មើនឹងចំនួន12%និងចំនួនអ្នករងរបួសថយចុះ640នាក់ស្មើនឹង30%ប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆមាសទី1 2025ធៀបនឹងឆមាសទី2 2024គ្រោះថ្នាក់ចរាចរណ៍ថយចុះ244លើកស្មើនឹង19%ចំនួនអ្នកស្លាប់ថយចុះ22នាក់ស្មើនឹង3%និងចំនួនអ្នករងរបួសថយចុះ128នាក់បន្ទាប់ពីពិធីបើកយុទ្ធនាការខែនេះអាយដាមយ៉ូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាបានដឹកនាំក្រុមការងារជាពីរក្រុមចូលអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមគោលដៅចំនួន2កន្លែងផ្សេងគ្នានៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្នុងនោះគោលដៅទី1ទល់មុខផ្សារ Century Plaza និងគោលដៅទី2នៅបរិវេណស្តុបទួលពង្រោសូមបញ្ជាក់ថាក្នុងយុទ្ធនាការនេះក៏មានកម្មវិធីឆ្លើយសំណួរយកវត្ថុអនុស្សាវរីយ៍មានដូចជាក្រមាសៀវភៅសរសេរនិងមុខសុវត្ថិភាពព្រមទាំងចែកបានផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបានផ្សព្វផ្សាយសារសុខភាពសហគមន៍មានសុខភាពល្អផងដែរ
បាទសម្រាប់គោលដៅទី1នៅក្នុងផ្សារ Century Plaza នេះគឺយើងបានបែងចែកក្រុមយុវជនយើងជា3ក្រុមតែក្រុមទី1គឺចែកខិត្តប័ណ្ណពាក់ព័ន្ធជាមួយនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ហើយនិងសារសុខភាពជូនទៅដល់អាជីវករហើយនិងអ្នកផ្សារដែលគាត់មកទិញរបស់របរប្រើប្រាស់និងអាហារពេលព្រឹកហើយក្រុមទី2គឺឲ្យគាត់ទៅចែកនៅខិត្តប័ណ្ណលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក៏ដូចជាសារអប់រំសុខភាពនឹងនៅឯ stop ទីតាំង stop នៃCentury Plaza របស់យើងនេះហើយនឹងទីតាំងក្រុមទី3គឺសួរសំណួរចម្លើយទៅដល់ពុកម៉ែបងប្អូនជាពិសេសគឺអ្នកផ្សារអ្នកធ្វើដំណើរដងផ្លូវដើម្បីអប់រំផ្សព្វផ្សាយអំពីការប្រើប្រាស់មួកសុវត្ថិភាពការប្រើប្រាស់ល្បឿនការគោរពច្បាប់ចរាចរណ៍អ្នកណាដែលឆ្លើយសំណួរត្រឹមត្រូវគឺយើងនឹងផ្ដល់ជាការលើកទឹកចិត្តជាមួកសុវត្ថិភាពអ្នកដែលឆ្លើយមិនបានត្រឹមត្រូវគ្រប់តាមការណែនាំគឺយើងផ្ដល់ជារង្វាន់លើកទឹកចិត្តជាក្រមាក៏ដូចជាសៀវភៅសរសេរក៏ដូចជាខិត្តប័ណ្ណមួយចំនួនដើម្បីឲ្យគាត់យកទៅអប់រំផ្សព្វផ្សាយទៅដល់សមាជិកគ្រួសាររបស់គាត់នៅឯគេហដ្ឋានផងដែរប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងជារៀងរាល់ថ្ងៃដែលបណ្ដាលឲ្យបាត់បង់ជីវិតរបួសពិការភាពព្រមទាំងការខាត់បងសេដ្ឋកិច្ចជាតិជាច្រើនដោយមើលឃើញពីការខាត់បងទាំងអស់នេះយុវជនកាកបាទក្រហមកម្ពុជាបានចូលរួមចំណែកផ្សព្វផ្សាយនិងស្នើដល់អ្នកបើកបរទាំងអស់បង្កើនសីលធម៌សុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានៅពេលបើកបរយានជំនិះចំពោះកម្មវិធីថ្ងៃនេះដែរក្មួយបានផ្សព្វផ្សាយទៅកាន់លោកពូអ្នកមីងដែលធ្វើដំណើរតាមដងផ្លូវថាឲ្យគាត់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយការពាក់មួកហើយនឹងគោរពភ្លើងចរាចរណ៍និងគុំពិសាគ្រឿងស្រវឹងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងរក្សាអាយុជីវិតដល់អ្នកផ្សេងទៀតក៏ដូចជាខ្លួនពួកគាត់ផ្ទាល់ដែរក្នុងឱកាសសុំនេះពួកយើងដឹងហើយយើងទាំងអស់គ្នានឹងសម្រុកទៅស្រុកដើម្បីជួបជុំគ្រួសារបងប្អូនប៉ុន្តែខ្ញុំសំណូមពរថាដល់ពេលយើងធ្វើដំណើរទៅតាមស្រុកកំណើតហ្នឹងយើងគួរប្រុងប្រយ័ត្នចំពោះបងប្អូនដែលជិះឡាននិងម៉ូតូជាពិសេសយើងនិស្សិតទាំងអស់គ្នាសូមប្រុងប្រយ័ត្នដល់ពេលបើយើងជិះម៉ូតូទៅផ្លូវឆ្ងាយសូមជៀសវាងព្រោះយើងដឹងហើយតែតាមផ្លូវឆ្ងាយហ្នឹងមានឡានធំច្រើននិងជិះលឿនអញ្ចឹងដើម្បីសុវត្ថិភាពយើងសុខចិត្តជិះឡានទៅដើម្បីការពារអាយុជីវិតយើងវាមានសារៈសំខាន់ខ្លាំងមែនទែនដោយសារតែកម្មវិធីនេះអាចថាគាត់បានពង្រឹងចំណេះដឹងឲ្យលោកពូអ្នកមីងអីតាមដងផ្លូវហ្នឹងឲ្យគាត់យល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយអាយុជីវិតកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសរបស់យើងឲ្យកាន់តែតិចទៅផងដែរចំណែកឯយុវជនវ៉ាន់ចំណានជានិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជាដែលជាយុវជនកាកបាទក្រហមកម្ពុជាដែរនោះប្រចាំសាកលវិទ្យាល័យបានបញ្ជាក់ថាតាមការអង្កេតឃើញបច្ចុប្បន្នការបើកបរនៅតាមដងផ្លូវរបស់យុវជនក៏ដូចជាប្រជាជនទូទៅមានការយល់ដឹងច្រើនទាក់ទងទៅនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកប៉ុន្តែក៏នៅមានយុវជនមួយចំនួនទៀតមិនទាន់មានសីលធម៌ល្អក្នុងការបើកបរដូចជាមិនពាក់មួកសុវត្ថិភាពគ្មានកញ្ចក់មិនពាក់ខ្សែក្រវ៉ាត់និងមិនទាន់មានចំណេះដឹងអំពីច្បាប់ចរាចរណ៍ផងដែរដូច្នេះដើម្បីពង្រឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងឱកាសយុទ្ធនាការនេះក្រុមយុវជនកាកបាទក្រហមកម្ពុជាដែលមកពីសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមផ្សព្វផ្សាយបន្ថែមទៅដល់ពួកគាត់គឺមើលឃើញថាគឺបងពូជាប្រជារាស្ត្រគឺគាត់មានការចូលរួមច្រើនទាក់ទងទៅនឹងការពាក់មួកសុវត្ថិភាពគឺមើលទៅគឺគាត់ធ្វើបានល្អហើយមានបងមួយចំនួនក៏គាត់អត់ទាន់បានពាក់ដូចគ្នាប៉ុន្តែខាងខ្ញុំនេះគឺព្យាយាមផ្សព្វផ្សាយបន្ថែមដើម្បីឲ្យគាត់ថែរក្សាសុវត្ថិភាពជាចម្បងនិងបានន័យថាផ្ដល់ជាផលវិជ្ជមានទៅដល់អ្នកដែលគាត់គោរពច្បាប់ដទៃទៀតជៀសវាងការប៉ះពាល់ដោយការដែលមិនគោរពច្បាប់ចរាចរណ៍ហើយប៉ះពាល់ទៅដល់អ្នកដែលគាត់គោរពអញ្ចឹងគឺខ្ញុំព្យាយាមបញ្យល់បន្ថែមទាក់ទងទៅនឹងអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក៏ដូចជាការជ្រើសរើសមួកសុវត្ថិភាពដែលការពារសុវត្ថិភាពខ្ពស់ទៅលើហានិភ័យនៅពេលដែលគាត់មានគ្រោះថ្នាក់ចរាចរណ៍ដោយកត្តាណាមួយឬក៏ជាអចេតនាបាទអញ្ចឹងខ្ញុំមើលឃើញថាគឺគាត់មានការចូលរួមច្រើនហើយមានបងមួយចំនួនគឺគាត់ផ្ដល់គេហៅថាភាពវិជ្ជមានមកខាងពួកខ្ញុំវិញតាមរយៈការសរសើរការលើកទឹកចិត្តដូចគ្នាហើយជាចុងក្រោយគឺខ្ញុំបានក៏បានជូនពរពួកគាត់ដូចគ្នាទាក់ទងទៅនឹងការធ្វើដំណើរសុវត្ថិភាពទាំងថ្ងៃនេះនិងថ្ងៃធ្វើដំណើរទៅជួបជុំគ្រួសាររបស់គាត់នៅថ្ងៃបុណ្យចូលភ្ជុំបិណ្ឌនាថ្ងៃខាងមុខនេះ
ជាមួយគ្នានេះប្រជាពលរដ្ឋដែលចូលរួមឆ្លើយសំណួរចម្លើយយករង្វាន់តាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងឱកាសនេះម្នាក់ពិតជារីករាយដែលបានចូលរួមឆ្លើយដោយសំណួរចម្លើយដែលក្រុមការងារយុវជនកាកបាទក្រហមកម្ពុជាបានសួរពួកគាត់ហើយពួកគាត់សូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបង្កើតឲ្យមាននៅយុទ្ធនាការនេះឡើងដើម្បីជាការរំលឹកទៅដល់ពួកគាត់ក្នុងការបើកបរយានជំនិះគ្រប់ប្រភេទឲ្យមានការប្រុងប្រយ័ត្ននៅក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះឆ្លើយសំណួរតាក់ទងនឹងគ្រឿងស្រវឹងសួរថាតើច្បាប់ចរាចរណ៍ស្រុកខ្មែរកំណត់ជាតិអាល់កុលប្រមាណខ្ញុំឆ្លើយ0.25 ត្រឹមត្រូវមានផលប្រយោជន៍ឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍និងបើកបរអត់មានជាតិស្រវឹងជួយឲ្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីផ្សព្វផ្សាយនិងពន្យល់ប្រជាជនដើម្បីជ្រាបនៅច្បាប់ចរាចរណ៍នៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាសុវត្ថិភាពក្នុងសង្គមជាតិទាំងមូលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះដែលប្រជាពលរដ្ឋអញ្ជើញទៅតាមបណ្ដាស្រុកនានាស្រុករបស់គាត់ហ្នឹងសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់គ្នាដើម្បីជាអាយុជីវិតដើម្បីជាសុវត្ថិភាពទាំងទៅទាំងមកប្រកបដោយសុវត្ថិភាពនឹងបានជួបជុំបងប្អូនហើយបានត្រឡប់មកវិញធ្វើការបានសង្គមយើងរីកចម្រើនទៅមុខទៀតក្រុមយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានចូលរួមក្នុងយុទ្ធនាការស្តីពីយុវជននិងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសនេះម្នាក់ពិតជារីករាយដែលកាកបាទក្រហមកម្ពុជាមានសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនអរនីហ៊ុនសែនជាប្រធានបានផ្ដល់ឱកាសឲ្យពួកគេបានចូលរួមក្នុងសកម្មភាពសង្គមដូចថ្ងៃនេះក្នុងនាមយើងខ្ញុំជាមន្ត្រីប្រតិបត្តិក៏ដូចជាតំណាងឲ្យបងប្អូនជាយុវជនកាកបាទក្រហមពិតជាមានមោទនភាពក្រៃលែងដែលក្រោមការដឹកនាំរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជាដែលលោកតែងតែផ្ដល់ឱកាសនិងលើកទឹកចិត្តឲ្យយុវជនចូលរួមជាមួយនឹងការងារសង្គមការងារមនុស្សធម៌តាមរយៈគ្រប់រូបភាពបើទោះបីជាសកម្មភាពខ្លះមិនបានទៅគ្រប់ជ្រុងជ្រោយប៉ុន្តែគាត់បានលើកទឹកចិត្តនិងផ្ដល់ឱកាសឲ្យបងប្អូនយុវជនទាំងអស់បង្ហាញអំពីសកម្មភាពបង្ហាញពីភាពឃ្លាវខ្លាបង្ហាញអំពីឆន្ទៈក្នុងការចូលរួមចំណាយការងារមនុស្សធម៌និងការងារសង្គមដើម្បីឲ្យខ្លួនឯងមានបទពិសោធន៍ហើយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជាពិសេសប្រើប្រាស់កម្លាំងធម៌ពលនិងកម្លាំងចិត្តដែលខ្លួនឯងមានអត់បើទោះជាអត់មានថវិកាប៉ុន្តែគាត់អាចមានកម្លាំងកាយកម្លាំងចិត្តក្នុងការចូលរួមចំណាយក្នុងការអប់រំផ្សព្វផ្សាយសាងសវត្ថិភាពឬក៏ដូចជាសកម្មភាពផ្សេងជាមួយនឹងកាកបាទក្រហមកម្ពុជាផងដែរខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចប្រធាននិងយុវជនក៏ដូចជាឆ្អឹងខ្នងរបស់កាកបាទក្រហមទាំងអស់គ្នាទាក់ទងទៅនឹងការបដិស្មារតីទាក់ទងទៅនឹងការបង្កើតយុទ្ធនាការនៃការពារច្បាប់ចរាចរណ៍ក៏ដូចជាបណ្ដុះស្មារតីឲ្យប្រជាជនគាត់បានយល់ដឹងនិងបានប្រុងប្រយ័ត្ននៅលើច្បាប់ចរាចរណ៍នៅពេលដែលមានពិធីបុណ្យភ្ជុំបិណ្ឌឬក៏ពិធីបុណ្យជាតិធំគឺប្រជាពលរដ្ឋក៏តែងតែមានថ្ងៃឈប់សម្រាកជាយូរថ្ងៃអញ្ចឹងគាត់តែងតែទៅស្រុកអញ្ចឹងគឺជាសេចក្តីក្រើនរំលឹកគឺយើងតែងតែជំរាបព័ត៌មានឬក៏ផ្សព្វផ្សាយព័ត៌មានជាយុទ្ធនាការទៅដល់ប្រជាជនដែលគាត់ធ្វើដំណើរតាមដងផ្លូវឲ្យគាត់មានការប្រុងប្រយ័ត្នជាពិសេសការពាក់មួកសុវត្ថិភាពនិងការគោរពច្បាប់ចរាចរណ៍ទាំងកន្លងផ្លូវការគោរពទៅលើភ្លើងសញ្ញាក៏ដូចជាការគោរពទៅលើការប្រកាន់ស្ដាំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មួយចង់ផ្ដាំផ្ញើទៅលោកពូអ្នកមីងក៏ដូចជាបងប្អូនទាំងអស់ដែលជាប្រជាពលរដ្ឋខ្មែរដែលគាត់បានត្រឡប់ទៅចូលរួមក្នុងឱកាសភ្ជុំបិណ្ឌនេះសូមឲ្យគាត់ធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងត្រឡប់ទៅជួបជុំគ្រួសារប្រកបដោយភាពសប្បាយរីករាយនិងគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងឱកាសនោះដែរលោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានិងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជននិងអ្នកសមាជិកកាកបាទក្រហមកម្ពុជាដែលលោកតែងតែឧបត្ថម្ភគាំទ្រពេញទំហឹងទាំងកម្លាំងកាយកម្លាំងចិត្តជាមួយមន្ត្រីក្រុមប្រតិបត្តិយុវជននិងអ្នកសមាជិកកាកបាទក្រហមកម្ពុជាក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយគ្នានេះលោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានឯកឧត្តមលោកជំទាវលោកស្រីសមាជិកក្មួយយុវជនកាកបាទក្រហមកម្ពុជាដែលបានចំណាយពេលវេលាកម្លាំងកាយប្រកបដោយឆន្ទៈចូលរួមយុទ្ធនាការស្តីពីយុវជននិងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនាឱកាសនេះ
ជាពិសេសលោកជំទាវសូមអរគុណដល់ក្មួយយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានរួមគ្នាថតវីដេអូអប់រំខ្លីស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះវីដេអូអប់រំបានចែករំលែកយ៉ាងទូលំទូលាយលើទំព័រ Facebook Telegram និង Channel របស់កាកបាទក្រហមកម្ពុជានិងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗចាប់ពីថ្ងៃទី13ខែកញ្ញា2025មកនិងបានបន្តចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់ដែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់ការពារជីវិតអ្នកនិងមនុស្សជាទីស្រឡាញ់សូមកុំបើកបរលើសល្បឿនកំណត់សូមពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរទោះបីជិតឬក៏ឆ្ងាយសូមកុំដឹកមនុស្សលើចំណុះនិងដឹកសម្ភារៈសំពីងសំពងសូមចូលរួមគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាខ្ញុំមិនបើកបរយានយន្តបញ្ចាស់ទិសជាដាច់ខាតសូមជូនពរពុកម៉ែបងប្អូននិងប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរប្រកបដោយសុវត្ថិភាព